សូមជម្រាបសួរអរលោកអ្នកបងប្អូននេះជាវីដេអូទី2នៅក្នុងមេរៀនខ្សែដែលខ្ញុំរៀបចំឈ្មោះផ្លោវចំពោះតើជីវិតដែលមានសេចក្តីសុខសាន្តសេចក្តីសង្ឃឹមនិងអនុគតល្អហើយខ្ញុំនឹងរៀបចំមេរៀនច្រើនខ្ញុំនឹងរៀបចំនិពន្ធសៀវភៅដែរជាភាសាខ្មែរប៉ុន្តែសូមស្ដាប់វីដេអូទី1មុនវីដេអូទី2ខ្ញុំមកឡើងប្រទេសកម្ពុជា2ដងក្នុងឆ្នាំ1994មកភេទខ្ញុំគាត់អញ្ជើញខ្ញុំគាត់បបួលខ្ញុំចូលធ្វើការជាមួយគាត់បន្តែខ្ញុំបដិសេធគាត់ដោយសារទីក្រុងភ្នំពេញពិបាកណាស់វាខុសគ្នាតែម្ដងពីស្រុកកំណើតសហរដ្ឋអាមេរិកខ្ញុំប៉ុន្តែខ្ញុំត្រឹបទៅប្រទេសវ៉ែនហើយខ្ញុំនៅផ្ទះហើយខ្ញុំធ្វើកិច្ចការផ្ទះខ្ញុំកាត់ស្មៅខ្ញុំកាត់ស្មៅហើយខ្ញុំកំពុងកាត់ស្មៅហើយខ្ញុំគិតអំពីពេលវេលាខ្ញុំនៅស្រុកខ្មែរជាមួយមិត្តភក្តិខ្ញុំហើយខ្ញុំមានអារម្មណ៍ថាខ្ញុំកំណត់មួយចូលចិត្តកំណត់ខ្ញុំជាកំណត់ថាតើមានអ្នកផ្សេងទៀតចេះធ្វើការងាររបស់លោកនៅការងារនេះមែនអត់តែមានមនុស្សច្រើនដែលចេះធ្វើការងារខ្ញុំហើយខ្ញុំចង់ឲ្យលោកទៅចង់ឲ្យកូនទៅកន្លែងមួយដែលអត់មានអ្នកណាចង់ធ្វើការងារខ្ញុំជឿថាជាព្រះដែលនិយាយជាមួយខ្ញុំដល់នៅប្រទេសអាមេរិកការងារខ្ញុំមានមនុស្សច្រើនដែលចេះធ្វើការងារហ្នឹងប៉ុន្តែអត់សមមានអ្នកណាចង់ទៅប្រទេសកម្ពុជាដោយសារវាពិបាកដូច្នេះបាត់ចិត្តខ្ញុំខ្លាំងដូច្នេះខ្ញុំសឹកចិត្តថានិយាយជាមួយគ្នាជាមួយគ្រួសារខ្ញុំហើយយើងយល់ព្រមចាក់ចេញពីឪពុកម្ដាយចាក់ចេញពីស្រុកកំណើតចាក់ចេញពីផ្ទះដីឡានការងារទាំងអស់ដើម្បីដល់ផ្ទះទៅប្រទេសកម្ពុជាដើម្បីបម្រើជនជាតិខ្មែរបាទដូច្នេះយើងមកដល់ហើយប្រពន្ធកូន4នាក់កូនប៉ៅគេមានអាយុ1 ឆ្នាំទូចណាស់ហើយឆ្នាំដំបងវាពិបាកខ្លាំងសម្រាប់យើងទាំងអស់គ្នាឈឺយើងស្រស់គីឡូអត់ចេះម្ហូបអត់ចេះវប្បធម៌វាពិបាកសម្រាប់យើងមិនតែដោយសារប្រតិបត្តិរបស់ព្រះដោយសារគំនិតហ្នឹងចេញទៅហើយប្រើអំណាចទានប្រើជំនាញប្រើបទពិសោធន៍ដើម្បីជួយជនជាតិខ្មែរយើងស៊ូទ្រាំយើងស៊ូបាទដូច្នេះចង់ស្ដាប់វីដេអូមួយទៀតអូខេអំពីមូលហេតុអីដែលយើងមកដើម្បីធ្វើអីដែលខ្ញុំមកជាវីដេអូទី3និងចេញមកបន្តិចទៀត